ខ្ញុំឈ្មោះសេនីតាដែលបង្រៀននៅសាលាបរិបូរណ៍សម្រាប់កុមារីហើយនាងខ្ញុំក៏ជាអ្នកដែលកាន់ថ្នាក់កំសាន្តឬក៏ថ្នាក់បន្ថែមនៅរៀងរាល់ថ្ងៃប្រហ័សដូចជាមានថ្នាក់តៃក្វាន់ដូរបាំល្បុក្កតោឬក៏ថ្នាក់ចម្អិនម្ហូបអាហារក៏បំណងគឺចង់ឲ្យបងប្អូនគាត់បានទទួលនៅចំណេះវិជ្ជាបំណិនបន្ថែមដើម្បីយកទៅអនុវត្តនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់គាត់ខ្ញុំជ្រើសរើសថ្នាក់ធ្វើម្ហូបនេះព្រោះដោយសារខ្ញុំគិតថាខ្ញុំអាចនឹងធ្វើម្ហូបសម្រាប់ខ្លួនឯងនិងក្រុមគ្រួសារខ្ញុំបានដែរនេះគឺជាម្ហូបដែលក្រុមខ្ញុំបានធ្វើ